រកក្រីក្រម្នាក់នេសាទរាល់ថ្ងៃដើម្បីចិញ្ចឹមជីវិតតែអ្វីដែលចម្លែកនោះគឺត្រីពេញកន្ត្រកតែងបាត់ខ្លួននៅថ្ងៃបន្ទាប់លោកតាគីមខឹងសម្បាយ៉ាងខ្លាំងចំពោះរឿងនេះតែគាត់ក៏ត្រឹមតែអង្គុយនេសាទបន្តនៅមាត់បឹងទាំងអារម្មណ៍មិនសប្បាយចិត្តលុះព្រះអាទិត្យលិចគាត់ក៏នេសាទបានត្រីពេញកន្ត្រកមួយទៀតដើម្បីចាប់ចោលលួចត្រីលោកតាគីមកាន់ដំបងវិស័យលាក់ខ្លួនក្នុងកន្ត្រករងចាំពេលចោលលួចត្រីមកគាត់នឹងប្រយុទ្ធជាមួយវាឲ្យស្លាប់រស់តែដល់ពាក់កណ្ដាលអាធ្រាត្រលោកតាគីមដែលហត់នឿយទើបតែបិទភ្នែកភ្លាមកន្ត្រកក៏រង្គើភ្លាមបន្ទាប់មកវាហោះចេញពីដីឡើងទៅលើអាកាសយ៉ាងខ្ពស់ឆ្លងកាត់ពូក្រាស់ហើយទីបំផុតក៏ចុះចតនៅប្រាសាទមួយលើកំពូលភ្នំលោកតាគីមមើលទៅផន់ច្រឡំយ៉ាងខ្លាំងមួយវិនាទីក្រោយមកគាត់នឹងត្រូវចាក់ទម្លាក់លើដីរំពេចនោះសម្លេងពេញបានបន្លឺឡើងត្រីតូចមួយហាក់ដូចជាត្រូវមិនអាគមវាលោតលះឆ្ពោះទៅបន្ទប់ខាងក្នុងបន្ទាប់មកពួកវាបានលោតចូលមាត់ខ្លះមួយក្បាលខ្លះក៏ឃើញលោកតាគីមនៅចំពោះមុខហើយក៏បញ្ឈប់ការលេងពេញជិតរយៈគំបិនកតិករយៈទីកូរ៉ាបនិកឃើញលោកគីមអផប់ខ្លះធំពោះក៏លេងពេញម្ដងទៀតត្រីតូចក៏ចូលក្នុងពោះរបស់វាអស់អញជាចៅលួចត្រីថែមទាំងហ៊ានមើលងាយខ្ញុំទៀតលោកគីមក៏យកដំបងវិស័យមកប្រយុទ្ធជាមួយវាខ្ញុំនៅតែត្រូវពឹងផ្អែកលើត្រីទាំងនេះដើម្បីរស់នៅឯងថែមទាំងស៊ីនៅមុខខ្ញុំទៀតទោះឯងជាគ្រូធ្មប់ក៏ជាមនុស្សអាក្រក់ដែរខ្លះធំពោះនិយាយថាអ្នកកុំអន់ទេសសាខ្ញុំច្បាស់ជាមិនកុហកអ្នកទេជីក្នូនឹងត្រីទាំងនេះខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅសុខមង្គលដ៏អស្ចារ្យនិងទ្រព្យសម្បត្តិដែលចាយមិនអស់ប៉ុន្តែអ្នកត្រូវចាំរបស់ទាំងនេះគ្រាន់តែជារបស់អ្នកបណ្ដោះអាសន្នប៉ុណ្ណោះមុនពេលម្ចាស់ពិតប្រាកដរបស់វាមកដល់អ្នកអាចរីករាយជាមួយវាបានតាមចិត្តអ្វីជាចំណុចខ្វះខាតរបស់ខ្ញុំតើខ្ញុំគួរធ្វើនៅពេលល្ងាចរាងកាយរបស់វាលុះលោកគីមបាក់ភ្នែកខ្លួនគាត់បានស្ថិតនៅក្នុងបន្ទប់ដ៏ប្រណិតមួយសម្លៀកបំពាក់ចាស់របស់គាត់ក៏បានคล้ายជាសូត្រហូរប្រេហាវមិនត្រឹមតែក្នុងទូខោអាវពោពេញដោយសូត្រទេផ្ទះស្បូវក៏បានคล้ายជាវិឡាដ៏ធំលុយមាសក្នុងផ្ទះក៏ច្រើនចាយមិនអស់មួយជីវិតចាប់ពីពេលនោះមកលោកគីមបានរស់នៅយ៉ាងសុខស្រួលមួយថ្ងៃមានតែស្រាលអងហូបឆ្ងាញ់ហូបចុកផឹកស៊ីពេលឆ្អែតហើយគាត់ក៏គេងលក់យ៉ាងស្រួលលើគ្រែរស់នៅដូចជាទេវតាសម្បូរសប្បាយគ្មានការព្រួយបារម្ភពេលនេះគាត់បានបន្សល់ទុកនៅពាក្យថាគោលបំណងប្រាថ្នាខ្លាចជាការពិតដូច្នេះនៅពេលក្រោយគាត់នឹងមានលុយកាក់ពេញផ្ទះនិងខ្លាចជាអ្នកមានប៉ុន្តែលោកគីមក៏មានរឿងក្នុងចិត្តដែររាល់យប់គាត់តែងតែយកសប្តិអាក្រក់ដដែល